សួស្តីអ្នកទាំងអស់គ្នាឥឡូវយើងកំពុងតែនៅសួនកាណាឌីយ៉ាហើយថ្ងៃនេះយើងនឹងទៅពលានថ្មីបន្ទាប់ពីសម្ពោធបាន3ខែមកឥឡូវយើងទៅមើលការអភិវឌ្ឍនៅពលានថ្មីថាតើមានការប្រែប្រួលយ៉ាងណាហើយយើងទៅដោយសារមធ្យោបាយសាធារណៈគឺជិះឡានក្រុងហើយសម្រាប់ការជិះឡានក្រុងទៅពលានថ្មីដែរគឺខ្ញុំចេញពីចំណតមកអគារវឌ្ឍនៈដោយសារយើងអត់បាច់ទៅដល់ខាងដើមចំណតក៏បានដែរយើងនៅត្រឹមចំណតអគារវឌ្ឍនៈយើងអាចឡើងពីនឹងបានហើយចំណតនេះដែរគឺពេញនិយមសម្រាប់ភ្ញៀវបរទេសដែលចុះពីយន្តហោះមកជិះឡានមកគឺគេចុះនៅនឹងគេឆ្លើយគឺគេចុះនៅនឹងអញ្ចឹងហើយឥឡូវខ្ញុំចេញពីត្រឹមហ្នឹងទៅដូចគ្នាដែរអញ្ចឹងយើងជិះឡានទៅពលានថ្មីអូខេលើក្រហមនេះនៅតែទៀតអត់យល់ថាគិតអីចឹងនេះចំណតសម្រាប់ខាងទៅហើយខាងមកគឺនៅមុខសួនកាណាយ៉ាកាលពីបើកសម្ពោធដំបូងគឺខ្ញុំថតបានមួយសារដែរប៉ុន្តែដោយសារមើលទៅវាអត់អាចចេញបានក៏អត់បានចេញ vlog ទៅពេលដែលគេសម្ពោធហើយភ្លាមហ្នឹងចា៎អញ្ចឹងឥឡូវយើងនឹងទៅមួយសារទៀតអញ្ចឹងនេះចំណតសម្រាប់ខ្សែឡានក្រុងទៅពលានឡើងគេគឺឋានីរថយន្តក្រុងទៅវងមូលពូជកណុងហើយបន្តមកទៀតចំណតដែលយើងកំពុងតែនៅនេះគឺសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលហើយបន្តមកទៀតមានក្រសួងសង្គមកិច្ចមានបរិយា RNS មានផ្សារទីអនហើយនឹងពលានថ្មីចឹងនេះសម្រាប់មកវិញចំណតមកវិញនៅខាងនេះដូចអ្នកទាំងអស់គ្នាបានដឹងហើយសម្រាប់ការធ្វើដំណើរតាមរយៈសេវាឡានក្រុងសាធារណៈរបស់យើងគឺចំណាយអស់ត្រឹមតែម្ដង 1,500 ទេអញ្ចឹងខ្ញុំសនំពរនឹងលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាប្រើប្រាស់សេវាឡានក្រុងសាធារណៈរបស់យើងដើម្បីចូលរួមកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍និងសន្សំសំចៃអូខេឥឡូវបានមកដល់ពលានហើយជិះមកប្រហែលជាជិត1ម៉ោងដោយសារផ្លូវអត់សូវស្ទះខ្លាំងហើយក្នុងឡានទលាយដោយសារមកមានតែ3នាក់មួយឡានជិះមកយ៉ាងលឿនដែរអត់សូវមានអ្នកឡើងតាមផ្លូវអញ្ចឹងឥឡូវនេះគឺចំណតយើងចុះពេលដែលមកពីក្រុងហើយសម្រាប់ចំណតឡើងនៅខាងមុខយើងឡើងនៅខាងចំណតខាងមុខនោះអញ្ចឹង
នេះបរិវេណខាងក្រៅកាលពីคลิปមុនយើងដើរមើលខាងក្នុងអញ្ចឹងឥឡូវคลิปនេះយើងដើរមើលខាងក្រៅម្ដងអូខេឥឡូវយើងទៅមើលខាងស្រះទឹកឥឡូវគេធ្វើបានអីខ្លះឃើញថាឥឡូវមានភ្ញៀវបរទេសគាត់មកស្គាល់កន្លែងឡើងឡានក្រុងច្រើនហើយក៏មានជិះច្រើនដែរចឹងនៅទីនេះគឺសួនទៅមុខនឹង terminal មានស្រះទឹកធំមួយហើយនេះស្រះគេកំពុងតែសង់ផ្ទះឈើបន្តទៀតគម្រោងដូចជាមានប្រមាណផ្ទះហើយកណ្ដាលនេះស្រៈមន្ទីរព្រះវិស្ណុនេះគឺគម្រោងស្រៈមន្ទីរព្រះវិស្ណុទៀតយើងនឹងទៅខាងនោះផ្ទះឈើដែលគេធ្វើឲ្យមុនគេហើយខាងនោះគេកំពុងតែធ្វើផ្ទះឈើមួយទៀតនៅខាងនេះតូបលក់វត្ថុអនុស្សាវរីយ៍ចឹងយើងមើលដេញតពីនេះទៅមកជុំវិញសម្រាប់តាមផ្លូវដើរជុំវិញស្រះទឹកគេដេកមានពូលមានតាមផ្លូវដើរហ្នឹងដាក់ពូលទៀតធ្វើរៀបដូច resort ចឹងនៅខាងក្រោមផ្ទះឈើនេះដែរក៏គេមានលក់ជាប្រភេទអាហារសម្រន់កាហ្វេភេសជ្ជៈផ្សេងដូចនេះចេកចៀនចឹងទៅមានកាហ្វេមានទឹកហើយខាងនេះកាហ្វេមានការ៉េមហើយខាងនេះមានអាហារពេលថ្ងៃឬក៏នំចុកនេះមានទឹកចុកមានស្ល3មុខចឹងហ្នឹងហើយមានបាយមានតាមតម្រូវការរបស់យើងចឹងចឹងនៅខាងក្រោមហ្នឹងគេមានតុសម្រាប់អង្គុយពេលដែលយើងញ៉ាំទិញឲ្យញ៉ាំហើយយើងអង្គុយញ៉ាំនៅខាងក្រោមហ្នឹងបានអត់ប្រកាន់ថាខាងណាទេអង្គុយបានដូចគ្នាចឹងឥឡូវយើងទៅមើលខាងលើផ្ទះអស់គ្នាសម្រាប់ការឡើងលើគឺគេត្រូវឲ្យដោះពីជើងអត់ឲ្យពាក់ជើងឡើងទេចាយើងមកម្ដងឡើងទៅផ្ទះឈើឆាននៅផ្ទះឈើយូរហើយនេះដូចផ្ទះស្ថិតដែរផ្ទះនេះធំស្អាតខាងមុខនេះមានក្រែអង្គុយសម្រាប់លេងគេតុបតែងដូចផ្ទះយើងនៅអញ្ចឹងនេះបន្ទប់សិក្សា
តុបតែងគ្រឿងឆ្លើក្រោយនៅតែបន្ទប់ធំនេះឯងដែលគេអត់ឲ្យចូល គេមានកន្លែងលក់នៅខាងក្រោយមកចឹងពេលទៅខាងក្រោយមកនៅលើនេះគឺគ្រាន់តែតុបតែងដូចជាផ្ទះសម្រាប់ស្នាក់នៅមែនតើអញ្ចឹងហ្នឹងហើយអញ្ចឹងលែងមានលក់អីនៅលើហ្នឹងហើយកាលពីបើកដំបូងគឺគេលក់នៅលើហ្នឹងប៉ុន្តែឥឡូវគេដូរកន្លែងលក់ទៅខាងក្រោមហើយទៅខាងនោះអញ្ចឹងចាំមើលយើងដើរទៅមើលខាងហ្នឹងទៅក្រោយ ឥឡូវយើងចុះទៅក្នុងវិញមើលខាងលើហើយដូចជាមានការតុបតែងថ្មីហើយកន្លែងលក់ទៅខាងក្រោមវិញអញ្ចឹងយើងទៅមើលជុំវិញស្រះទឹកនៅខាងមុខនោះមានអីគេខ្លះ កកឈុំ អូខេអញ្ចឹងដូចខ្ញុំប្រាប់មុននឹងអញ្ចឹងនៅប្រាសាទនេះគឺគេកំពុងតែសាងសង់សារមន្ទីរព្រះវិស្ណុអញ្ចឹងនឹងមានរូបសំណាកព្រះវិស្ណុធំនៅចំប្រាសាទទឹកហើយខាងក្រោមគេនឹងមានតាំងរូបចម្លាក់រូបអីចឹង ឥឡូវយើងដើរមើលក្នុងសួនសម្រាប់អ្នកដែលមកចាំទទួលបងប្អូនឬក៏មកមុនម៉ោងហើយអត់ដឹងថាទៅណាអាចមកលេងនៅនេះបាននៅតាមផ្លូវដើរជុំវិញស្រះទឹកនេះគេមានធ្វើជាសាលាសំណាក់
ឬក៏ធម្មតាគេហៅគេរោងឬក៏កញ្ចក់ចឹងទៅតែពីដើមមកគេហៅសាលាសំណាក់ចឹងនេះមួយនៅខាងនោះមានមួយហើយនៅខាងនោះក៏មានដែរនិយាយទៅនៅជុំវិញស្រះទឹកនេះគឺគេធ្វើមកជុំហ្នឹងច្រើនដែរឥឡូវម៉ោង11 កន្លះចឹងអត់សូវមានមនុស្សទេព្រោះដោយសារថ្ងៃក្តៅហើយប្រហែលជាល្ងាចបានមនុស្សច្រើនណាមួយ fly យើងប្រហែលជាពេលនេះរៀងស្បើយអញ្ចឹងអត់សូវមាន fly ឡើងចុះអញ្ចឹងមនុស្សក៏មានតិចដែរនៅខាងមុខស្រះទឹកគឺមានគម្រោងគេធ្វើជាវាលស្រែតែដូចជាគេប្រមូលផលហើយអស់ម្សៅហើយនៅសល់បន្តិចទេចឹងកន្លែងនេះពីមុនគឺគេធ្វើស្រែធ្វើស្រូវតែឥឡូវគេច្រូតគេជួររស់ដីសាថ្មីហើយនៅសល់តែមកតិចខាងនោះទេហើយបើតាមតែមើលទៅប្រហែលជាកន្លែងនេះគឺអាចធ្វើជាកាហ្វេហាងកាហ្វេប៉ុន្តែឥឡូវអត់ទាន់ឃើញមានសង់ជាហាងកាហ្វេឡើយទេតែធ្វើផ្លូវដើរឡើយអញ្ចឹងគេធ្វើអត់ទាន់ហើយ 100% ទេនេះចឹងតែគេច្រូតហើយនៅសល់បន្តិចនេះអាចអត់ទាន់ទុំចឹងកន្លែងនេះអាចនឹងធ្វើជាហាងកាហ្វេហើយចឹងចាំមើលពេលណាហើយយើងនឹងមកសាក់ម្ដងទៀតស្រូវនៅចិត្តទុំហើយនៅនេះស្រូវមែនតើមិនស្វាក់និមិត្តទេគ្រប់ស្រូវមែនតើហើយមានសត្វមានកែបមានអីយំដូចនៅស្រែយើងអញ្ចឹងធម្មជាតិធំក្លិនស្រូវធំក្លិនគ្រប់ស្រូវដូចយើងនៅខេត្តដែរនេះផ្លូវចូលពីខាងមុខចន្លោះឡាននៅខ្ទមស្រែមានចាបទៀតចាបបស៊ីស្រូវចាបស៊ីស្រូវនេះគេធ្វើដូចកូនផ្ទះអញ្ចឹងមានដាំចេកមានរោងបន្លែមានកូនបន្លែទៀតកូនស្ពៃឯងកូនតកួនដូចនឹងផ្ទះយើងនៅពិតដែរគ្រាន់ថានេះវាធ្វើជាតាំងលម្អទេ
ខាងមុខទៀតគេធ្វើជាសួនផ្កានោះគឺផ្ទះស្ថិតមួយទៀតកំពុងតែសាងសង់តែបានប្រហែលជា70%ទេបានហើយនៅសល់ខាងក្រោមជាងនៅអីចឹងបានខ្លះធ្លាប់ឃើញគម្រោងសួនទាំងមូលគឺគេធ្វើផ្ទះច្រើនផ្ទះមានផ្ទះប៉ិតមានផ្ទះកតាំងមានផ្ទះអីចឹងមានច្រើនផ្ទះតែឥឡូវតែធ្វើបានពីផ្ទះឯនៅប្រហែលផ្ទះទៀតចាំមើលពេលណាគេធ្វើតទៀតចឹងក៏អត់ទាន់ច្បាស់ដែរខាងមុខខ្ញុំនេះគឺកន្លែងគេលក់វត្ថុអនុស្សាវរីយ៍ឬក៏គេហៅថាខេត្តមួយផលិតផលមួយអញ្ចឹងម្ខាងនៃផ្ទះស្ថិតនៅខាងនេះដូចសាលាសំណាក់ដែលនៅខាងនោះដែរចឹងនេះគេរើពីខាងលើផ្ទះមកខ្លះហើយមានថែមថ្មីខ្លះនេះដូចកម្មាដូចកាបូបដែលឆ្នៃពីកម្មាហ្នឹងគឺរើពីខាងលើផ្ទះមកនេះគេមានផ្លាកខេត្តពោធិ៍សាត់ខេត្តបៃលិនមានប្រចាំខេត្តខាងនេះអត់ទាន់បើកទេអត់ទាន់មានផ្លាកដែរគេធ្វើហើយប៉ុន្តែអត់ទាន់បើកទេនេះខេត្តកណ្ដាល
ខេត្តតាកែវលោកកំអាអស់ហើយមានប៉ុណ្ណឹងមានទៅក្នុងអត់តាន់បើកទេហើយជាអត់តាន់ចែកអត់តាន់រៀបហើយចឹងឥឡូវយើងមើលដើរមើលអស់មកចូលមកយើងចូលខាងក្នុងម្ដងនៅខាងក្រៅគឺមានប៉ុណ្ណឹងចំណតសម្រាប់ពលានថ្មីធំជាងពលានចាស់ហើយបើដើរពីចំណតឡានក្រុងទៅក្នុងវារៀងឆ្ងាយដែរចឹងរៀងពិបាកសម្រាប់អ្នកមានវ៉ាលីច្រើនគឺត្រូវអូសមករៀងឆ្ងាយសម្រាប់ខ្ញុំទៅស្រុកគេឡានក្រុងគឺគេចូលដល់ក្រុម terminal ហ្មងដល់មកទ្វារហ្មងតែនៅយើងនេះគឺឡានក្រុងសាធារណៈនៅខាងក្រៅខ្ញុំមិនដឹងថាហេតុអីបានចំណតនៅខាងក្រៅទេអូបើដើរមកអ្នកមានវ៉ាលីឬក៏អ្នកអត់ស្គាល់ចំណតបាក់របន្តិចហើយវារៀងឆ្ងាយព្រោះដោយសារចំណតយើងធំចឹងនៅខាងក្រោម arrival John arrival តាក់ស៊ីគេឲ្យនៅចាំខាងក្រៅហើយបងប្អូនចាំទទួលគេចូលដល់ក្នុងយើងទៅមើលខាងស្ដាំសិនមានលក់អីខ្លះនៅខាងក្រៅនេះមានGourmet Gallery មានរេស្តូរ៉ង់មួយហើយជាប់ហ្នឹងមានបន្ទប់ទឹកដូចជាមានតែប៉ុណ្្នឹងឯងមានប៉ុណ្្នឹងទេអញ្ចឹងយើងមាន3ច្រកខាងនោះខាងចុងមានមួយកដាមួយខាងនេះមួយសិតតែចូលបានទាំងអស់ចូលច្រកណាក៏បានដែរឥឡូវយើងចូលតាមច្រកនេះទៅមនុស្សតិចបើច្រកខាងនោះមនុស្សច្រើនពេកអូខេចឹងនៅខាងនេះមានក្រុមហ៊ុនតាក់ស៊ីមានអូតាវនេះដូចជាឡានក្រុង Europe Car មាន ATM មាន Intercare កន្លែងសង្គ្រោះបន្ទាន់ទប់ទឹកហើយហាងហ្វឺហាងកាហ្វេអាកុង
ដូចជាអត់សូវខុសពីដំបូងប៉ុន្មានទេមានប៉ុណ្្នឹងដែរផ្លែកតែមានមនុស្សច្រើនជាងមុនStarbucks អរគុណអ្នកខាងខ្ញុំមិនអនុញ្ញាតឲ្យជួបបរិយាបន្ទាយនៅក្នុងស្ថានីយ៍ដំណើរសូមអរគុណ During transport please we wish to remind you that it is not permitted to smoke in the terminal. Thank you. មានដាក់តាំងបង្ហាញឡានហុងឈីឡានចិននេះសល់ពីគ្រីស្មាស់មកចឹងអ្នកដែលមកទទួលអាចចូលមកដល់ខាងក្នុងបានត្រឹមនេះហើយតាក់ស៊ីគឺចាំនៅខាងក្រៅfly យើងតិចដែរទេមកតស្មាននេះមានតែ4 fly មានមកពីតៃប៉េគួនមីងស្វណ្ណភូមិសៀវមិនរហូតដល់ល្ងាចបានមានទៀតដល់ម៉ោង1ចឹងនេះសុទ្ធតែ arrival ហើយអូខេខាងក្រោមដូចនៅដែរទេចឹងអត់មានអីខុសពីមុនច្រើនទេចឹងឥឡូវយើងទៅខាងលើវិញចេញពីច្រក arrival មកខាងស្ដាំដៃមានធនាគារអាចដូរលុយបានហើយចេញមកខាងមុខតិចទៀតមានហាងកាហ្វេនិងខាងស្ដាំដៃខាងនោះមានលក់ SIM card និងតាក់ស៊ីពលានចឹងSIM card មានគ្រប់ប្រព័ន្ធមាន mini mart នៅក្រោមដែរចឹងនេះកន្លែងលក់ SIM ហើយនឹងតាក់ស៊ីអូខេអស់ហើយមានតែប៉ុណ្ណឹងអត់មានអីថែមទៀតទេកន្លែងកាហ្វេនេះដូចតែពីមុនដែរទេប៉ុណ្ណឹងចឹងយើងទៅខាងលើមានអីអាប់ដេតមានអីថ្មីទៀតអត់អូខេតាមខ្ញុំដើមមើលមកជុំមិញនៅខាងក្នុងចនខាងលើនេះដូចជាខាងក្រៅនេះអត់មានអីប្លែកទេគឺនៅតែអត់មានអីថ្មីទេថ្មីតែខាងក្នុងបន្ទាប់ពីយើង check in ហើយអញ្ចឹងដោយសារយើងអត់មានត្រូវ check in យើងអាចចូលក្នុងបានអញ្ចឹងក៏អាចចូលថតកន្លែងថ្មីហាងថ្មីដែលតំបើកបានដែរអញ្ចឹងមានតែប៉ុណ្្នឹងអរគុណសម្រាប់ការតាមដានទស្សនាពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយ Subscribe Comment អរគុណបាយបាត់សៅទៀតហើយម៉ោង 7:02 ហើយខ្ញុំស្រុកនេះចតម៉ូតូចោលកណ្ដាលវាអញ្ចឹងមក